មានលុយចាយវាយฮือฮาមិនខ្វះតារាចម្រៀងជួនសុវណ្ណឆៃនៅប្រឹងបើកហាងអាហារសន្សំប្រាក់រកចំណូលនៅក្នុងពិភពសិល្បៈនរណាក៏ដឹងដែរថាតារាចម្រៀងអ្នកនាងឈួនសុវណ្ណឆៃមានជីវភាពធូរធារនិងមានទ្រព្យសម្បត្តិចាយវាយមិនខ្វះមិនថាផ្ទះសម្បែងដីធ្លីរថយន្តទំនើបនិងអាជីវកម្មធំៗនានាដោយឡែកថ្មីៗនេះអ្នកនាងបែរជាបើកហាងអាហារដ៏សាមញ្ញមួយទៅវិញធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍កាន់តែខ្លាំងជារៀងរាល់ឆ្នាំតារាចម្រៀងអ្នកនាងឈួនសុវណ្ណឆៃតែងតែប្រែជីវិតฮือฮาចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជាច្រើនដើម្បីសាកថ្មជីវិតដោយមិនខ្វល់ពីប្រាក់កាសនោះទេពីព្រោះនាងមានគ្រួសារដែលល្អនិងមានអាជីវកម្មជាច្រើននៅក្នុងដៃតែអ្វីដែលធ្វើឲ្យទស្សនិកជនមានការងឿងឆ្ងល់នោះគឺស្រាប់តែថ្មីៗនេះអ្នកនាងបានប្រកាសបើកហាងអាហារដ៏សាមញ្ញមួយទៅវិញរហូតដល់មានអ្នកខ្លះថានាងមានបញ្ហាសេដ្ឋកិច្ចហើយទើបបានចេញរកប្រាក់ចំណូលដោយផ្ទាល់ជាមួយនឹងការបើកហាងអាហារបែបនេះទោះជាយ៉ាងនេះក្តីតារាចម្រៀងអ្នកនាងឈួនសុវណ្ណឆៃមិនបានចាប់អារម្មណ៍នោះទេផ្ទុយទៅវិញនាងបែរជាសប្បាយរីករាយនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមសម្ពោធបើកហាងផ្ទះបាយម៉ាក់ច្នៃរបស់ខ្លួនទៅវិញដោយនាងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យភ្ញៀវមកហាងនាងឲ្យបានច្រើននិងបានសាកម្ហូបឆ្ងាញ់ៗនៅក្នុងហាងនេះគឺនាងសប្បាយចិត្តហើយចំណូលតិចឬច្រើនទៅតាមការជាក់ស្ដែងតារាចម្រៀងឈួនសុវណ្ណឆៃថែមទាំងនិយាយទៀតថាការងាររកស៊ីអ្វីសុទ្ធតែល្អទាំងអស់សំខាន់យើងចេះឲ្យតម្លៃការងារនោះនិងខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីលទ្ធភាពហើយទទួលបានជោគជ័យនោះគឺជាជោគជ័យធំបំផុតនៅក្នុងជីវិត